រឿងខ្មោចព្រៃចន្ទីរឿងនេះនិយាយពីគ្រួសាររបស់វ៉ាន់គឺជាកូនប្រុសទី2ក្នុងគ្រួសារក្រីក្រមួយនៅឯទីជនបទក្រោយពីមុខរបរដើរស៊ីឈ្នួលគេគ្រួសាររបស់វ៉ាន់ក៏ដូចជាវ៉ាន់ផ្ទាល់គឺដើររើសដំឡូងនៅតាមចំការដែលគេចោលរើសសម្បកកំប៉ុងជាដើមជីវភាពកាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំគ្រួសាររបស់វ៉ាន់កាន់តែដុនដាបខ្លាំងហើយឆ្នាំនេះគ្រួសាររបស់វ៉ាន់រឹតតែមានបញ្ហាច្រើនទៀតព្រោះតែគ្រួសារកំពុងតែក្រហើយប្អូនប្រុសរបស់គេគឺវិនកើតគ្រុនឈាមទៀតផងនៅក្នុងគ្រួសាររបស់វ៉ាន់មានបងប្អូន4នាក់និងស្រីពៅមួយប៉ុន្មានថ្ងៃនេះដោយសារតែមានឈ្មួញក្នុងភូមិរកទិញសត្វព្រៃដើម្បីលក់តម្លៃក៏គួរសម1គីឡូបាន 8,000 រៀលតែបើសិនជាកូនរៃនៅខ្ចីនឹងឲ្យ 10,000 រៀលក្នុង1គីឡូក្រោយពីបាយថ្ងៃត្រង់រួចវ៉ាន់បានសុំម្ដាយដើម្បីទៅរកមើលឆ្កឹះរៃជាមួយនឹងក្មេងៗនិងចាស់ៗមួយចំនួននៅក្នុងភូមិដែលស្គាល់ទីតាំងវ៉ាន់ប្រាប់ម្ដាយថាមិនអាចនឹងនាំទៅចំការចន្ទីធំមួយប្រហែលជា15ហិកតាប៉ុន្តែនៅឆ្ងាយបន្តិចបើសិនជាដើរទៅវាយូរអញ្ចឹងគាត់សូមឲ្យជួយចេញថ្លៃសាំង1លីត្រគាត់នឹងជិះម៉ូតូដើម្បីឆាប់បានទៅនិងឆាប់បានមកវិញមីងអាចបានផ្ដាំអ្នកដែលនៅជាមួយកុំឲ្យធ្វើការឆ្កឹះជ្រៅពេកជាពិសេសនៅក្រោមចន្ទីដើម្បីកុំឲ្យប៉ះពាល់ដល់ឫសចន្ទីនិងនាំឲ្យខូចដំណាំគេព្រោះយើងមករករបស់ក្នុងចំការគេគួរតែចេះជួយថែរក្សារបស់គេផងខណៈពេលដែលវ៉ាន់កំពុងតែឆ្កឹះរករៃស្រាប់តែបានច្រើនគេសប្បាយចិត្តណាស់ក៏ចេះតែបន្តឆ្កឹះទៅមុខភ្លេចមើលគេឯងមួយស្របក់ក៏ស្រាប់តែវង្វេងនៅក្នុងព្រៃមេឃក៏ចាប់ផ្ដើមងងឹតស្រិបពេលនោះមេឃងងឹតឈឹងវ៉ាន់ពិតជាភ័យខ្លាំងណាស់គេចាប់ផ្ដើមស្រែកឡើងជួយផងប៉ុន្តែសំឡេងស្រែកហាក់បីដូចជាពុំបានផលសោះព្រោះតែមេឃងងឹតសពសត្វចូលសម្បុកដេកដូច្នេះសំឡេងសត្វជជែកបានលុបសំឡេងវ៉ាន់បាត់ទៅហើយដោយសារតែពុំមានឮសំឡេងជំនួយផ្សេងទៀតវ៉ាន់បានសម្រេចចិត្តដើរម្នាក់ឯងទៅរកមិញអាចសង្ឃឹមថានឹងអាចរកឃើញប៉ុន្តែវ៉ាន់ដើរគ្មានសង្ឃឹមសោះខណៈពេលដែលកំពុងដើរវ៉ាន់ស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់ខ្លាំងរហូតដល់នាយព្រឺសម្បុរពេលឮសំឡេងសត្វប្រចៀវស្រែកយំម្ដងវ៉ាន់ភ្ញាក់ខ្លួនក្រញាំងនាយដើរផងស្រែកផងសម្លឹងឯដើមចន្ទីធំស្រាប់តែវ៉ាន់មានអារម្មណ៍ហាក់បីដូចជាមានមនុស្សកំពុងតែឈរសម្លឹងគេដូចនេះឯងនាយសម្លឹងយូរទៅឃើញភ្នែកក្រហមមួយគូធំប៉ុនបាល់នាយបានឃើញសភាវៈអ្វីធំមួយកំពុងដើរសម្ដៅមករកនាយទម្ងន់ជើងធ្ងន់ណាស់ពេលដើររង្គើដីតែម្ដងភាពតក់ស្លុតរបស់វ៉ាន់កាន់តែខ្លាំងឡើងនាយស្រែកឡើងផ្លត់សំឡេងព្រោះតែឃើញរូបរាងដ៏ធំសម្បើមនាយឃើញត្រឹមតែភ្នែកប៉ុណ្ណោះព្រោះតែរូបធំពេកមីងជួយផងម៉ែអើយជួយកូនផងភ្លាមនោះភ្លើងពិលបានបាញ់មកចំវ៉ាន់អរណាស់ព្រោះ
គឺមិញអាតវ៉ាន់ក៏ស្រែកហៅមីងជួយខ្ញុំផងកើតអីវ៉ាន់អំបាញ់មិញខ្ញុំមិនដឹងជាឃើញអ្វីទេមានភ្នែកធំធំប៉ុនបាល់ហើយក្រហមរូបធំណាស់សង្ស័យតែឯងឃើញព្រាយទេដឹងចុះប្អូនខ្ញុំនិងប្តីមីងទៅណាហើយអូមុននេះព្រោះវង្វេងឯងពូឯងដប់ក្មេងៗទៅមុនហើយគាត់ឲ្យមីងចាំក្រែងរកឃើញឯងប៉ុន្តែគាត់ជីមកវិញហើយទេដឹងមីងអាចបាននាំវ៉ាន់ចេញមកក្រៅប៉ុន្តែវ៉ាន់មានអារម្មណ៍ថារឹតតែមិនស្រួលព្រោះគេក្រឡេកមើលទៅជើងមីងអាចឃើញត្រឹមកជើងគេតក់ស្លុតណាស់ប៉ុន្តែទប់ចិត្តឲ្យជាប់មិនហ៊ានស្រែកព្រោះតែដឹងថានេះមិនមែនជាមីងអាចទេដោយដឹងថាវ៉ាន់ពិតជាដឹងថាខ្លួនមិនមែនជាមីងអាចសន្សឹមមីងអាចក៏ប្រែខ្លួនធំបន្តិចម្ដងពុះទៅកំពុះដល់ចុងដងរួចក៏បែរមុខមករកវ៉ាន់គួរឲ្យខ្លាចមុខពោពេញទៅដោយដង្កូវកំពុងចោះឈាមហូរសស្រាក់ក្លិនស្អុយអាសោចសំឡេងវាសោចដាក់វ៉ាន់ស្ដាប់ហើយព្រឺអស់ទាំងខ្លួនប្រាណវាចាប់ផ្ដើមស្រែកដាក់វ៉ាន់ខ្លាំងទៅវ៉ាន់ក៏រត់មិនទាន់ទេព្រោះតែភាពភ័យខ្លាចខ្លាំងពេកនាយសន្លប់បាត់ស្មារតីមិនដឹងតាំងពីពេលណានោះទេវ៉ាន់ញាក់ឡើងកូនវ៉ាន់សម្លឹងទៅកំពុងនៅក្នុងផ្ទះរបស់ខ្លួនហើយមនុស្សម្នាជាច្រើនមកកកកុញទាំងទឹកមុខស្លេកស្លាំងនាយសួរទៅម្ដាយទាំងងឿងឆ្ងល់ម៉ែខ្ញុំមិនទាន់ស្លាប់មែនទេកូនល្ងងបើកូនស្លាប់មិននឹងអាចមកនិយាយជាមួយម៉ែបានទៅចុះមានរឿងអីកើតឡើងទៅមិនបានជាខ្ញុំមកដល់ផ្ទះម្ដាយវ៉ាន់ក៏រៀបរាប់ប្រាប់ដំបូងមីងអាចប្រាប់ថាឯងវង្វេងក្នុងព្រៃចន្ទីម្នាក់ឯងគាត់បានឲ្យប្តីគាត់ដប់ក្មេងៗមកផ្ទះមុនហើយឲ្យជួយហៅពុកឯងនិងម៉ែទៅរកពេលទៅដល់ម៉ែឮសំឡេងឯងស្រែកប៉ុន្តែរកយ៉ាងណាក៏រកមិនឃើញស្រាប់តែមានខ្យល់បក់មួយប្រាវខ្លាំងតាមពិតម៉ែនិងកូននៅចម្ងាយពីគ្នាមិនបាន20ម៉ែត្រនោះទេតែបែរជារកគ្នាមិនឃើញម៉ែបានឃើញព្រាយធំណាស់តែដោយសារម៉ែមានគ្នាច្រើនហើយមិនស្លុតទើបនាំគ្នាស្រែកពេញព្រៃព្រាយនោះក៏បាត់ទៅទើបឃើញកូនម្ដាយវ៉ាន់មិនបន្ទោសទេតែហាមកូនមិនឲ្យទៅរករៃនៅព្រៃចន្ទីនោះទៀតនោះទេសូមអរគុណដល់ប្រិយមិត្តសំឡេងនិទានរឿងទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណThank you.